ជំរាបសួរលោកគ្រូអ្នកគ្រូជាម្ចាស់មន្ទីរពេទ្យឬក៏ជា clinic អញ្ចឹងសម្រាប់លោកគ្រូអ្នកគ្រូដែលជាម្ចាស់មន្ទីរពេទ្យឬក៏ clinic ដែលមានបញ្ហាក្នុងការគ្រប់គ្រងប្រតិបត្តិការនៅខាងក្នុង clinic ឬក៏មន្ទីរពេទ្យបាទដូចជាការគ្រប់គ្រងទៅលើរបាយការណ៍នៃជំងឺគ្រប់គ្រង stock គ្រប់គ្រងមន្ទីរពិសោធន៍គ្រប់គ្រងបញ្ហាចំណូលប្រចាំថ្ងៃហ្នឹងគឺខាងពេទ្យយើងមានដំណោះស្រាយជូនបាទមានដំណោះស្រាយជូនទាក់ទងជាមួយនឹង digital គឺយើងមានប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យជូនលោកគ្រូអ្នកគ្រូក្នុងការគ្រប់គ្រងដូចជាការចុះឈ្មោះជំងឺគ្រប់គ្រងគ្រូពេទ្យកុងស៊ុលគ្រប់គ្រងវិជ្ជាបញ្ជីថ្នាំគ្រប់គ្រងមន្ទីរពិសោធន៍រូបភាពវិទ្យាសាស្ត្រក៏ដូចជាគ្រប់គ្រងចំណូលប្រចាំថ្ងៃហើយក្រៅពីហ្នឹងក៏យើងមានឧបករណ៍បាទឧបករណ៍ភ្ជាប់ជាមួយនឹងប្រព័ន្ធ system យើងមានតាក់ទងជាមួយនឹងម៉ាស៊ីន print កងដៃសម្រាប់clinic បាទដែលគាត់សម្រាប់អ្នកជំងឺគេងគាត់អាចភ្ជាប់ជាមួយកងដៃនេះបាទភ្ជាប់ឲ្យអ្នកជំងឺគេងបានហើយនេះគឺជាម៉ាស៊ីន print sticker ថ្នាំអញ្ចឹងម៉ាស៊ីន print sticker ថ្នាំគឺនៅពេលដែលគ្រូពេទ្យគាត់ដាក់ថ្នាំបាទអញ្ចឹងខាង pharmacy គឺគាត់ follow ទៅតាមគ្រូពេទ្យគាត់ print ចេញមកមានឈ្មោះថ្នាំមានចំនួនមានការប្រើប្រាស់នៅលើនឹងស្រាច់បកបិទទៅលើ sticker តែម្ដងហើយនេះគឺសុទ្ធតែជាกระดาษបាទយើងធ្វើការភ្ជាប់ជាមួយម៉ាស៊ីន print នេះបាទហើយនេះគឺជាម៉ាស៊ីន print កាតបាទបោះពុម្ពកាតនៅពេលដែលយើងបោះពុម្ពកាតយើងមានកាតនេះមួយបាទអញ្ចឹងកាតនេះគឺយើងធ្វើការ register អ្នកជំងឺហើយយើងធ្វើការ print តាមរយៈម៉ាស៊ីន print នេះហើយនៅពេលដែលអ្នកជំងឺគាត់មកវិញលើក្រោយគឺគាត់អាចធ្វើការបាទយកកាតនេះមក scan ជាមួយនឹង QR scanner អញ្ចឹងធ្វើការមើលតាក់ទងជាមួយនឹងប្រវត្តិរបស់អ្នកជំងឺអាចធ្វើការបញ្ជូនបាទទៅព្យាបាលផ្នែកបន្តបានហើយយើងមានតាក់ទងជាមួយនឹងម៉ាស៊ីន print receipt ហើយយើងមាន health kit box នេះគឺអ្នកទាំងអស់គ្នាអាចធ្វើការដាក់តាក់ទងជាមួយនឹង material បាទធ្វើការដាក់ material តាក់ទងជាមួយនឹង health care បាទដាក់នៅផ្ទះយើងបានហើយតាក់ទងជាមួយនឹងខាងពេទ្យយើងមួយទៀតគឺយើងមាន app e-health ID សម្រាប់ធ្វើការ download សម្រាប់ user ទូទៅអញ្ចឹងគាត់អាចធ្វើការ download ធ្វើការ booking ណាត់ជួបគ្រូពេទ្យទៅតាមគ្រូពេទ្យជំនាញបាទគាត់ចំណាយពេលវេលាតិចក្នុងការណាត់ជួបមិនរងចាំគ្រូពេទ្យយូរចំណាយថវិកាតិចហើយគឺគាត់បាន store តាក់ទងជាមួយនឹង data history ប្រវត្តិជំងឺនៅក្នុង app នេះគាត់អាចមើលថ្ងៃក្រោយវិញបានអញ្ចឹងសម្រាប់ម្ចាស់មន្ទីរពេទ្យបាទលោកគ្រូអ្នកគ្រូដែលមានបញ្ហាក្នុងការគ្រប់គ្រងប្រតិបត្តិការទាំងអស់នេះលោកគ្រូអ្នកគ្រូអាចតាក់ទងមកខាងពេទ្យយើងបាទអញ្ចឹងអាចទំនាក់ទំនងមកសាកសួរតាក់ទងជាមួយនឹងព័ត៌មានបន្ថែមបានបាទសូមអរគុណ